លោកអ្នកធ្លាប់បានពិនិត្យសុខភាពហិរញ្ញវត្ថុហើយឬនៅជាធម្មតាយើងតែងតែពិនិត្យសុខភាពជាប្រចាំឆ្នាំប៉ុន្តែសុខភាពហិរញ្ញវត្ថុក៏សំខាន់ដែរដែលលោកអ្នកត្រូវតែពិនិត្យសុខភាពហិរញ្ញវត្ថុឲ្យបានទៀងទាត់ដើម្បីការពារពីហានិភ័យនិងបញ្ហាប្រឈមផ្សេងៗតើដូចម្តេចទៅដែលហៅថាសុខភាពហិរញ្ញវត្ថុហើយយើងអាចពិនិត្យវាបានដោយរបៀបណាវត្តនៃហិរញ្ញវត្ថុគឺចំណូលហើយនិងចំណាយប្រសិនបើយើងចំណាយតិចយើងប្រកាសជាអាចមានលុយសន្សំក៏ប៉ុន្តែប្រសិនបើយើងចំណាយច្រើនខុសខ្ទង់យើងប្រកាសជាប្រឈមនៅក្នុងការចំពាក់បំណុលគេហើយបំណុលនោះទៀតសោតគឺប្រកាសណាស់ពិតជាប៉ះពាល់ដល់ការចំណាយប្រចាំខែយើងជាមិនខានដូច្នេះហើយដើម្បីឲ្យសុខភាពហិរញ្ញវត្ថុយើងល្អយើងត្រូវតែគ្រប់គ្រងការចំណាយនិងចំណូលឲ្យបានត្រឹមត្រូវសុខភាពហិរញ្ញវត្ថុល្អគឺនៅពេលដែលអ្នកមានចំណូលគ្រប់គ្រាន់ដែលអាចអនុញ្ញាតឲ្យអ្នកចំណាយទៅលើតម្រូវការប្រចាំថ្ងៃបានចំណាយលើការទិញរបស់ដែលជាចំណង់ចំណូលចិត្តហើយអាចដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗឬក៏ត្រូវការលុយជាបន្ទាន់ជាដើមដោយឡែកមុននឹងមានសុខភាពហិរញ្ញវត្ថុល្អអ្នកត្រូវរៀបចំប្រព័ន្ធការពារហិរញ្ញវត្ថុឬក៏មានផែនការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អហើយពេលដែលអ្នកគ្រប់គ្រងហិរញ្ញវត្ថុបានល្អហើយនោះទើបវាមានប្រព័ន្ធការពារផ្នែកហិរញ្ញវត្ថុបាននិយាយពីប្រព័ន្ធការពារហិរញ្ញវត្ថុវាប្រៀបដូចទៅនឹងប្រព័ន្ធការពាររាងកាយមនុស្សដែរដែលការពារពីផលប៉ះពាល់ផ្សេងៗពីខាងក្រៅដូចជាមេរោគនិងជំងឺផ្សេងៗហើយប្រព័ន្ធការពារហិរញ្ញវត្ថុគឺការពារអ្នកពីការចំពាក់បំណុលតែម្ដងហើយការពិនិត្យសុខភាពហិរញ្ញវត្ថុគឺដើម្បីការពារហានិភ័យផ្នែកហិរញ្ញវត្ថុជៀសពីបំណុលលើសលប់ការចំណាយមិនត្រឹមត្រូវដែលនាំឲ្យមានបំណុលជាបន្ទុកជាដើមដើម្បីរៀបចំហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវអ្នកគួរតែមានផែនការរៀបចំហិរញ្ញវត្ថុនិងគោលការណ៍ផ្ទាល់ខ្លួននិងគ្រួសារហើយលោកអ្នកអនុវត្តតាមអ្វីដែលលោកអ្នកបានរៀបចំនោះវាអាចបង្កើតជាប្រព័ន្ធការពារហិរញ្ញវត្ថុរបស់លោកអ្នកបានហើយដូច្នេះគោលការណ៍នេះអ្នកគួរតែពិនិត្យសុខភាពហិរញ្ញវត្ថុរបស់លោកអ្នកឲ្យបានទៀងទាត់ឬក៏លោកអ្នកអាចទៅរកអ្នកជំនាញផ្នែករៀបចំផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវដើម្បីរៀបចំគម្រោងនោះឲ្យបានល្អប្រសើរនេះគឺជាក្រុមហ៊ុន Credit Bureau Cambodia ឬហៅកាត់ថា CBC ក្រុមហ៊ុននេះមានសេវាពិនិត្យសុខភាពផ្នែកហិរញ្ញវត្ថុជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់នូវព័ត៌មានហិរញ្ញវត្ថុរបាយការណ៍ឥណទានដល់អតិថិជនទូទៅព្រមទាំងមានឧបករណ៍វិភាគទិន្នន័យសម្រាប់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាសំណួរសួរថាតើហេតុអ្វីយើងចាំបាច់ពិនិត្យសុខភាពផ្នែកហិរញ្ញវត្ថុធ្វើអីតើមានប្រយោជន៍អ្វីខ្លះនៅពេលដែលយើងពិនិត្យសុខភាពផ្នែកហិរញ្ញវត្ថុឲ្យមែនទែនទៅការពិនិត្យសុខភាពផ្នែកហិរញ្ញវត្ថុឬក៏ឆែករបាយការណ៍ផ្នែកហិរញ្ញវត្ថុនេះគឺពិតជាផ្ដល់អត្ថប្រយោជន៍ខ្លាំងមែនទែនទី1នោះគឺដើម្បីវិភាគអំពីលទ្ធភាពក្នុងការប្រើប្រាស់ឥណទាននិងសមត្ថភាពក្នុងការទូទាត់មុនពេលស្នើកម្ចីទី2គឺដើម្បីបញ្ជាក់ឲ្យផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានកម្ចីរបស់អ្នកក្នុងប្រព័ន្ធ CBC ហើយអ្នកអាចដាក់ពាក្យស្នើសុំទៅកាន់ CBC ដើម្បីកែតម្រូវព័ត៌មានដែលមិនត្រឹមត្រូវនៅក្នុងរបាយការណ៍ឥណទានរបស់លោកអ្នកបានហើយការពិនិត្យសុខភាពហិរញ្ញវត្ថុនេះគឺដើម្បីគ្រប់គ្រងកម្ចីនិងការបង់សងត្រឡប់របស់អ្នកបានទាន់ពេលវេលាផងដែរដូច្នេះគឺមានន័យថាការពិនិត្យសុខភាពផ្នែកហិរញ្ញវត្ថុគឺពិតជាមានសារៈសំខាន់បំផុតដែលលោកអ្នកគួរតែពិនិត្យសុខភាពហិរញ្ញវត្ថុរបស់លោកអ្នកនឹងគឺឲ្យបានទៀងទាត់ដើម្បីពិនិត្យមើលអំពីស្ថានភាពកម្ចីរបស់អ្នកជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុនិងអាចគ្រប់គ្រងបានទាន់ពេលវេលាហើយលើពីនេះលោកអ្នកក៏អាចដឹងអំពីលទ្ធភាពនៅក្នុងការសងត្រឡប់របស់លោកអ្នកនិងអាចពិចារណាឲ្យបានល្អិតល្អន់នៅមុនពេលដែលអ្នកស្នើសុំកម្ចីជាថ្មីម្ដងទៀត